ផ្លូវការហើយលោកគូជីខ្ជូតកូត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចតែងតាំងលោកគូជីខ្ជូតកូជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំជាផ្លូវការហើយដែលមានកងត្រារយៈពេលពេញមួយឆ្នាំ2025គួរឲ្យដឹងផងដែរថាលោកគូជីខ្ជូតកូធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីខែតុលាឆ្នាំ2024បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចែកផ្លូវគ្នាជាមួយនឹងគ្រូបង្គោលសញ្ជាតិអាសង់ទីនលោក Felix Dalmas ដោយលោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិឈ្នះ Chinese Taipei ដោយលទ្ធផល3-2កាលពីថ្ងៃទី11ខែតុលាឆ្នាំ2024នៅពហុកីឡដ្ឋានជាតិអូឡ িম্প ពិកបន្ទាប់មកបានដឹកនាំកម្ពុជាចាញ់ហុងកុងដោយលទ្ធផល3-0ក្នុងការប្រកួតមិត្តភាពនៅទឹកដីហុងកុងកាលពីខែតុលាឆ្នាំ2024និងបានទៅប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិកាតាដោយចាញ់ក្នុងលទ្ធផល1-2ក្នុងការប្រកួតមិត្តភាពបើកទ្វារកាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2024កន្លងទៅលើពីនេះទៅទៀតលោកក៏បានបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ផ្លូវការ Asian Championship ចំនួន4ប្រកួតគឺឈ្នះទីម៉ូខាងកើតក្នុងលទ្ធផល2-1ស្មើម៉ាឡេស៊ី2-2ចាញ់សិង្ហបុរី1-2និងចាញ់ថៃ2-3កាលពីចុងឆ្នាំ2024គួរឲ្យដឹងផងដែរថាលោកគូជីខ្ជូតកូបានចូលមកធ្វើការជាមួយនឹងបាល់ទាត់កម្ពុជាតាំងពីឆ្នាំ2019ដោយបានដឹកនាំតែក្រុមយុវជនប៉ុណ្ណោះគឺគិតចាប់ពីកម្រិតអាយុ15ឆ្នាំដល់23ឆ្នាំសម្រាប់ការដឹកនាំកម្រិតយុវជនគ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបង្កើតកំណត់ត្រាល្អៗជាច្រើនដូចជាជួយក្រុមអុយ20កម្ពុជាបានឡើងទៅជុំចុងក្រោយក្នុងពានរង្វាន់ AFC អុយ20 Asian Cup កាលពីឆ្នាំ2020ដោយបន្ទាប់មកទៀតលោកបានដឹកនាំក្រុមអុយ16កម្ពុជាមិនចាញ់សោះក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF អុយ16 Championship នៅប្រទេសឥណ្ឌូនេស៊ីព្រមទាំងបានដឹកនាំក្រុមអុយ20កម្ពុជាប្រកួតជម្រុះពានរង្វាន់ AFC អុយ20 Asian Cup នៅ Chinese Taipei ផងដែរគួរបញ្ជាក់ផងដែរថាការងារសំខាន់របស់លោកគូជីខ្ជូតកូក្នុងនាមជាគ្រូបង្គោលនៅក្នុងឆ្នាំ2025នេះគឺដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games នៅខែធ្នូនៅប្រទេសថៃដែលបានដាក់គោលដៅឲ្យឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិឈុតធំកម្ពុជាកំឡុងថ្ងៃ FIFA Day ខាងមុខនេះ